ថ្ងៃនេះមានម្ហូបញ៉ាំបាយច្រើនមែនតែន4-5ចាននៅលើតុតែម្ដង4-5ចានហ្នឹងគឺ6មុខប៉ុន្តែមុខម្ហូបដែលខ្ញុំធ្វើគឺមានតែមួយមុខទេគឺបុកស្វាយជាមួយត្រីឆ្អើរចំពោះស្វាយឯនេះដែរគឺខ្ញុំយកតែមួយផ្លែទេមកបុកជាមួយនឹងត្រីឆ្អើរត្រីចង្វានេះចំនួន3ចង្កាបងប្អូនទាំងអស់គ្នាដំបូងឡើយគឺយកត្រីឆ្អើរនេះទៅកដៅក្នុង air fry សិនដើម្បីឲ្យវាក្តៅឲ្យវាស្រួយងាយស្រួលយើងបុកដោយសារតែឃើញត្រីឆ្អើរនោះតូចអញ្ចឹងខ្ញុំអត់មានបេះសវកបេះអីចាញ់ទេបងប្អូនត្រីចង្វានេះបើបេះសវកចេញទៅដូចជាអស់ល្មមអញ្ចឹងហើយក៏ខ្ញុំបុកតាមសវកអញ្ចឹងទៅម៉ត់ប៉ុណ្ណាយកប៉ុណ្ណឹងទៅបងប្អូនហើយបន្តមកទៀតហ្នឹងដាក់ខ្ទឹមសខ្ទឹមក្រហមដែលបានបកសវកហើយហ្នឹងចូលតែម្ដងខ្ទឹមសខ្ញុំបកសវកហើយតែខ្ទឹមក្រហមខ្ញុំអត់បកទេខ្ញុំបុកតាមសវកតែម្ដងដើម្បីឲ្យវាមានក្លិនឈ្ងុយចាស់ឲ្យប្រាប់បងប្អូនមួយតិចនិចដែលយើងបុកម្ជូរស្វាយបើយើងអត់ចូលចិត្តរសជាតិជូរទេគឺយើងលាងស្វាយហ្នឹងបែបហ្នឹងទៅបងប្អូនពេលដែលបងប្អូនកោសស្វាយជាសរសៃអញ្ចឹងហើយគឺយើងលាងវាមួយទឹកពីរទឹកទៅច្របាច់វាឲ្យស្ងួតទឹកហើយយកមកដាក់នឹងចានចាដាក់ចានទុកមួយឡែកសិនហើយយើងងាកមកបុកជាមួយនឹងត្រីឆ្អើរបន្ថែមគ្រឿងសិនណាបងប្អូនប៊ីចេងស្ករម្សៅរ៉ូឌីបន្តិចមកបុកឲ្យរាល់ហើយហ្នឹងគឺយើងបន្ថែមស្វាយដែលយើងទុកឲ្យស្រស់ទឹកមិញហ្នឹងចូលតែម្ដងហើយចាប់ផ្ដើមធ្វើការបុកវាឲ្យម៉ត់ហើយយើងភ្លក់វាតាមរសជាតិដែលយើងចូលចិត្តទៅគឺរសជាតិការស្រេចហើយគឺមិនបន្ថែមជាមួយនឹងលឹកជីបងប្អូនថែមលឹកជីអីក៏បានដែរយើងអាចដាក់ជីអាណាជីអំបោងឬក៏បងប្អូនអាចដាក់ជាមួយម្អមក៏បានដែរហើយមកថែមម្ទេសហឹលទៀតក៏បានដែរណាបងប្អូនតាមចំណង់ចំណូលចិត្តរបស់យើងចាខ្ញុំបុកប៉ុណ្ណេះហើយហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹង High B របស់ខ្ញុំ High B នេះគឺយើងទិញយូរហើយ1គីឡូប្រើបានយូរមែនតើបងប្អូនដោយសារយើងអត់សូវធ្វើអីយូរធ្វើម្ដងអញ្ចឹងហើយប្រើងាយអស់ទេអញ្ចឹងខ្ញុំដាក់រៀងខែដែរបងប្អូនដាក់ឡើង2ស្លាបព្រាបុកជាមួយនឹងម្ជូរស្វាយរបស់យើងហ្នឹងណាចាដាក់ទៅមានក្លិនឡើងឈ្ងុយជាមួយផ្សំជាមួយនឹងត្រីឆ្អើរនោះទៀតបុកបដាភ្លក់បដាក្លៀនបាយតែម្ដងបងប្អូនហើយចុងក្រោយនេះគឺបន្ថែមជាមួយលឹកជីអំបោង2-3សរសៃដោយសារតែលឹកជីអំបោងលោះអត់តាន់ទេអញ្ចឹងហើយក៏ដាក់តែប៉ុណ្្នឹងទៅយកតែក្លិនអញ្ចឹងណាបងប្អូនបន្តមកទៀតហ្នឹងគឺខ្ញុំបុករួចរាល់អស់ហើយគឺយើងដួសដាក់ចានតែម្ដងទំនងខ្លះហ៎បងប្អូនទាំងអស់គ្នាចារសជាតិឆ្ងាញ់ណាស់អត់ជូរទៀតដោយសារតែបុករាល់ដងវាជូរវាអីចឹងណាដល់ពេលបុកជូរពេកគ្រួសាររបស់ខ្ញុំក៏អត់ចេះហូបទេកូនក៏ចេះហូបដែរជូរចឹងហើយខ្ញុំក៏លាងទឹកទៅដល់ពេលលាងទឹកបុកយកមកធ្វើបែបនេះទៅហូបទាំងអស់គ្នាឆ្ងាញ់អត់មានអ្នកណាញាក់សោះហើយនិយាយពីម្ហូបច្រើននៅលើតុហ្នឹងបងប្អូនជ្រក់តាពាំងព្រិចនេះគឺខ្ញុំមានលក់ណាបងប្អូនលក់ដុំលក់រាយចឹងទៅចាហើយបន្តមកទៀតហ្នឹងគឺមានក្តាមត្រាំក៏ខ្ញុំលក់ពងទានេះគឺខ្ញុំចៀនហើយនឹងកាត់ជាសរសៃដោយសារកូនខ្ញុំចូលចិត្តហើយនឹងសាច់មាន់នៅជាមួយពងទាហ្នឹងគឺសាច់មាន់ណាបងប្អូនសាច់មាន់ហ្នឹងដែរគឺខ្ញុំហាន់ជាប្រទេសហើយមួយមុខមិញទៀតហ្នឹងគឺត្រីចៀនហ្នឹងគឺត្រីយើងបូមស្រាប់តាំងពី10ថ្ងៃមុនណាបងប្អូនទើបបញ្ចៀនទៅហើយនឹងឯងហើយបន្តមកទៀតហ្នឹងគឺយើងរៀបចំដួសបាយញ៉ាំតែម្ដងថ្ងៃនេះកូនបើរបស់ខ្ញុំអាសាមែនតើដោយសារតែមានម្ហូបគេចូលចិត្តមានពងទាហើយនឹងសាច់មាន់អញ្ចឹងណាហើយមានក្តាមត្រាំទៀតអញ្ចឹងហើយគេជួយបញ្ជូនម្ហូបជួយបញ្ជូនចានបាយចានអីមកអញ្ចឹងណាបងប្អូនទាំងអស់គ្នាដើម្បីហូបបាយជុំគ្នាទាំងអស់គ្នាថ្ងៃហ្នឹងយើងហូបជុំគ្នាម្ដងយើងតែបានហូបជុំគ្នាដោយសារម្នាក់រវល់ទៅលិចទៅកើតអញ្ចឹងហើយពេលខ្លះហ្នឹងកូនប្រុសរបស់ខ្ញុំអត់តន់ចេញពីរៀនអញ្ចឹងយើងកូននិយាយថាអ្នកណាឃ្លានមុនឲ្យហូបមុនទៅមិនចាំគ្នាដោយសារតែការងារយើងអត់ទៀងទាត់